đây bằng phần tất cảគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការធ្វើ form នៅក្នុង form design ដែលយើងអាច design ទៅតាមតម្រូវការដោយអ្វីដែលយើងចង់បានហើយដូចដែលខ្ញុំបានបង្ហាញនៅក្នុងទាំងនេះគឺយើង design ខ្លួនយើងទៅតាមលក្ខណៈដែលយើងចង់បានគឺយើងធ្វើ design ហ្នឹងឯងតើមុននឹងចូលទៅដល់ការបង្កើតខ្ញុំនឹងបង្ហាញអំពី table ដែលខ្ញុំបានបង្កើតរួចរាល់ហើយអញ្ចឹងនៅក្នុងtable ខ្ញុំបានបង្កើតមានជាឈ្មោះនិង data type រួចហើយអញ្ចឹងគឺខ្ញុំនឹងបង្កើត form មួយដែលហៅថា form design ដើម្បីdesign ទៅលើទម្រង់ work hour ឥឡូវខ្ញុំចូលមក TBL work hour នេះហើយខ្ញុំយក create ហើយយក form design នេះពេលដែលយើងចុចមកវាអត់មានអីទេវាមានតែផ្ទាំងអញ្ចឹងដើម្បីឲ្យយើង design ទៅលើ form ហ្នឹងតាមទៅមកខ្ញុំចូលទៅលើ form design ហើយខ្ញុំទៅproperty sheet ណាហើយរួមមកពាក្យថា record source ហើយខ្ញុំរកមើលឈ្មោះ table ហ្នឹងហើយខ្ញុំបិទវាចោលតាមទៅខ្ញុំទៅរកមើលadd existing field ហ្នឹងហើយចុចមកវានឹងបង្ហាញ form ដែលបង្ហាញ table ដែលយើងបានជ្រើសរើសយកវិញតែមកទៀតខ្ញុំ select យក3 4នេះសិនហើយទាញវាមកដាក់ត្រង់ចំណុចនេះហើយយើងរៀបចំវាមួយយ៉ាងម៉េចឲ្យវាស្អាតទាញវាខ្ញុំទាញមកនេះតិចខ្ញុំទាញវាលេខទាំងអស់ចឹងមកហើយយើងទាញវាតើទេខ្ញុំ select នេះ select ជា C មកវាយើងទៅណាមកនេះគឺយើង design ទៅលើ form ហ្នឹងគឺមិនយើងដាក់ឲ្យវាស្មើគ្នាចឹងទៅខ្ញុំចង់អានណារូបភាពចាស់យើង design ទៅមកទៀតយើងហើយយើងមកយើង select ទាំងអស់យើងទាញចេញមកតាមទៀតយើង select ទៅនេះទៀតមកហើយរូបភាពយើងដាក់ណាយើងដាក់ត្រង់ចំណុចណាយើងទាញវាទៅដាក់ចឹងទៅយើង design យើងដាក់វាមកលើនេះចឹងយើងមានឈ្មោះ photo យើងមើលទៅជាមួយនឹង alignment វាទៅរូបភាពនេះយើងដាក់វាជានេះយើងយកនេះមកយើងចូលទៅរកpicture size mode យើងអត់ជួយ zoom នឹងទេយើងយក stretch បានប៉ុណ្ណឹងហើយយើង save វាមួយសិនដាក់ឈ្មោះលើយើងដាក់ឈ្មោះវាមកអញ្ចឹងដោយសារតែខ្ញុំបានធ្វើតេស្តរួចម្ដងអញ្ចឹងវាពេញឲ្យយើងហើយយើងចាក់ឈ្មោះ
Chẳng phải là dương video máu dương trên chứ ai dương lại ngoài nhà tới act for em work hour đặt mua chẳng dương bàn ấy tại saoខ្ញុំបានបង្កើតនៅក្នុង table នេះខ្ញុំបានបញ្ចូលទៅនៃដាក់រូបភាពអញ្ចឹងទៅវាដល់ពេលយើងទាញយកទៅដាក់ក្នុង form វាចេញឲ្យយើងបាច់អញ្ចឹងណារូបភាពហើយអ្វីដែលសំខាន់យើងមិនទាន់បាន design រៀបចំវាឲ្យស្អាតដូចជាយើងត្រូវរៀបចំវានេះគឺយើងត្រូវដាក់វាអញ្ចឹងមកហើយយើងអាចដាក់ខ្មែរបានដែរណាបងប្អូនយើងដាក់ខ្មែរតែជាអក្សរខ្មែរហើយខ្ញុំចូលវាដាក់អក្សរខ្មែរជាអក្សរខ្មែរនេះហ្នឹងគឺឈ្មោះបងអាចភាសាអង់គ្លេសក៏បានម៉ោងចាប់ដើមយើងនេះនាទីចាប់ដើមណាហើយយើងទាញឲ្យវារាំងវិញបន្តិចទៅដើម្បីមកផាត់អក្សរយើងមកនេះយើងតម្លៃក្នុងមួយម៉ោងតម្លៃក្នុងមួយម៉ោងអញ្ចឹងនេះអត្រាលោកเป็นអត្រាទូប្រាក់អត្រាដូប្រាក់នេះយើងសរុបជាដុល្លារចឹងទៅនេះសរុបជារៀលសរុបជារៀលយើងដូរជាខ្មែរអស់មកនេះមកបញ្ចប់មកបញ្ចប់នាទីបញ្ចប់អញ្ចឹងគឺយើងរួចរាល់ហើយជាភាសាខ្មែរយើងស្ដាប់ពីនេះទៀតប្រទេសយើងដូរប៉ុនវាយើងខ្មែរអស៊ីមរៀបយើងយកហើយយើងដាក់ volume ចឹងគឺមកទៅវាថាវាអាចតែច្បាស់ល្អយើងទាញយ៉ាងម៉េចក៏វាឃើញសោអញ្ចឹងណាយើងវិញគ្នាបើយើងបាត់អសយើងលាក់យើងក្រុមយើង save ឲ្យយើងមើលមកយើងគិតថាវានៅមិនទាន់សេរីអស់ទេយើងត្រូវសេរីវាបាត់ហើយអត់យើងត្រូវសេរីវា
ត្រូវដាក់វាមកខាង line ស្ដាំចឹងមកវាខ្លះវាស្អាតដែរសេរីដាក់ line ស្ដាំវិញមកនេះដូចគ្នានេះដាក់វាមកស្ដាំមកយើងចង់ចាក់ពណ៌ក៏បានដែរយើងចុចទៅវាហើយយើងស្ដាយយើងត្រូវមើលពណ៌វាថា back color យើងចុចលើពេល3ដល់មកយើងរកមកនេះហើយខ្ញុំចាក់មកដល់ហើយ save ទៅយូរហើយយើងឃើញថាវាដល់មិនទាន់ស្មើទៀតយើង design វាទៀតមកជាវាស្មើគ្នាគេមិនខ្វល់នេះអត់កាន់តើពេលនេះទៅពេលយើងវាទៅវាបាត់អសរវាទាញវាឲ្យឃើញចឹងទៅមកអូខេនេះគេដែរយើងសេរីមួយវាថាវាសំរុំហើយសេវាយូរវាមកទៀតហើយយើងបាននេះតែយើងបានប៉ុណ្ណេះហើយតែកែយើងតិចតិចយើងដាក់វាឲ្យដល់ឬក៏យើងដាក់ចឹងវាទៅអត់ទាន់ស្អាតទេយើងប្រេវាចង់ទៅទៀតនេះគួរដាក់វាឲ្យមកក្រោមនេះទាញវាកាត់នេះមកឥឡូវយើងបានប៉ុណ្ណេះហើយយើងចាប់ដើមធ្វើការគណនាវាថាខ្ញុំបានរកសេចូលក្នុងតារាងមានតាមនេះឈ្មោះតាមនេះអញ្ចឹងណាហើយអ្វីសំខាន់យើងត្រូវធ្វើឲ្យគណនាវាហើយយើងត្រូវ format កាន់ទៀតហើយយើងចូលដល់ទៅហើយយើងចុច control សោះនេះមកចេញពីនេះវាឲ្យគណនាឥឡូវចាប់តាមគណនាសញ្ញាស្មើហើយយើងបើកបញ្ចប់បើកទៀតយើងមកយើងសេចូល n hour សេវាមួយមកដកមួយនឹងអីទេដកជាមួយនឹងstart មួយ start នេះបាទជាមួយ start hour ហ្នឹងមកជាមួយ start hour ហើយបិទពុំចប់មួយនេះយើងត្រូវដាក់ពុំចប់4នៅស្រេចហ្នឹងយើងគុណវាគុណ
60គុណ60បាត់វងចោលមួយមកហើយបូកយើងបូកវាបូកជាមួយនឹង n minute តមកទៀតដកជាមួយនឹង start ណាដាក់ជាមួយនឹង start minute ដាក់ជាមួយ start minute ហើយយើងបានបើកវងចោលយើងបិទវងចោលវិញណាវងចោល2ហើយយើងចែកជាមួយនឹង60ណា60ចែកជាមួយ60ទៀតយើងគុណជាមួយនឹង price per day ណាគុណជាមួយនឹង price price per hour តើទៀតយើងប៉ុណ្ណឹងឯងអត់បាក់បិទទេយើងរកមើលយើងបើកប្រហែលបើកចោលបាន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
1 2 3 4 1 2 chẳng dương bạc vùng chọn mát dương trọc bật vào đằng đá này buồn cột ấy hay ok mà trong tiết real dương drop chỉ real chạy đôi kia máu control so dương đã sẽ nhà hai dương exchange rate này nó trong tiết dương con vía cho mùi đằng ấy cho mùi đằng total đó là chấm và đây được ok chứ đó. Yang tiền giờ về thì nó xa được muốn là về chẳng thoải rồi mình xem liên kèm này để phải liên tục tạo đá chụp môn về bắt bánh hai kề rồi trong tới dương sale vậy đó đó dương khơi tha viên bàn mong chặt vào đám chặt đi mong mùi lá nên tha mong muối sam sập nhiệt tí bên trong mong tám sam sập nhiệt tí chẳng đứt hay khăn nông tầm lai nông mình mong nó cứ làm là hay cực chi này cực chi real format person format cái này nó lấy đi những format phía để cái currency tay dựng tạo tạo phía trồng trúc bị đó sưởi xôn đấy xôn trong cái việc bạc chọn nó dạng serial bắt code đây là thật bạc code trong bắt code tầm móc ok lấy đi tự được lấy đi cái kia đá nhưng đã trồng trúc ba với muối trồng trúc để được zero 2 trồng chỉ trong tiết chứ một
ណាហើយ serial ចូលទៅយើង format វាតាមមកតែយើង save វាហើយ view វាមើលឥឡូវនេះយើងឃើញថាវាបានចេញជា reel ឲ្យយើងហើយឥឡូវគឺរបៀបដាក់រូបភាពអីយើងគ្រាន់តែចុចកន្លែងនេះមកយើង add មកតាម remove ក៏បានដែរងាយស្រួលកន្លែងនេះតែបន្តិចចង់ថែមអីគេចង់ថែមប៊ូតុងណាគាត់ថាចង់ថែមប៊ូតុងទៀតហ្នឹងឥឡូវខ្ញុំថែមមាន3ចុះឬក៏យើងថែមដាក់ទៅនេះមកដាក់រក្សាទុកប៊ូតុងរក្សាទុក add នេះដាក់ add មួយតង់រក្សានេះប៊ូតុងបន្ថែមគេដាក់ប៊ូតុងបន្ថែមខ្ញុំ add អស់សិនតបន្តិចខ្ញុំនឹងសេជាភាសាខ្មែរតទៀតប៊ូតុងណាប៊ូតុង save ណាប៊ូតុងរក្សាទុកកន្លែងនេះត្រូវណាប៊ូតុងរក្សាទុក save ទៀតប៊ូតុងលុបយើងដាក់ប៊ូតុងលុបយើង add វាទៅបន្ត add មួយទៀតដល់គ្រប់4តុងគេតុង close ណាថតនេះតុង close ឥឡូវខ្ញុំបង្កើតតែ4ប៉ុណ្ណឹងឯងបង្កើតប៊ូតុងតែ4ហ្នឹងខ្ញុំនឹងសេរៀបចំវាឲ្យស្អាតសិនមកតាមយើងសេវាខ្មែរនេះគេថាបញ្ចូលថ្មីបញ្ចូលទាក់ទងជាមួយនឹងត្រង់នេះយើងដាក់ថាបន្ថែមគេថាបន្ថែមបន្ថែមថ្មីឬក៏បញ្ចូលថ្មីបញ្ចូលថ្មីនេះរក្សាទុករក្សាទុកនេះលុបចោលចឹងតែយ៉ាងនេះបិទចឹងទៅណាយើងអាចកេះពន្ធវាចូលមកកន្លែងនេះហើយយើងយកពន្ធខ្មែរ OS អាចមួយឡាយចឹងយើងយកខ្មែរ S មួយឡាយចឹងទៅទៅទៀតយើងមើលពណ៌យើងតាមពណ៌អីគឺយើងពណ៌ណាដែលយើងយកពណ៌ហ្នឹងចូលជាមួយនឹងតែពេលរៀបបានដែរអត់ស្អាតទៅដូរវិញទៅយើងរៀបបានខ្ញុំចឹង
នេះគឺតែនេះតែលើបងប្អូនតែយក save វាទៅយើងចែកប៊ូតុងបញ្ចូលថ្មីហើយតែយើងដាក់ថ្មីទៀតណាមកតារាចឹងទៅតារាទៅធ្វើការចំណងបង3 32 download 2 32 ហើយប្រាប់ដល់ជាថា4000ទៀតរូបភាពនេះខ្ញុំតាមឧទាហរណ៍នេះហើយចំណុចនេះក៏យើងអាចរក្សាទុកវាទុកហើយយើងអាចបញ្ចូលទៀតក៏បានដែរណាគឺយើងបិទវាបិទយើងចង់លុបតែយ៉ាងណាយើងលុបក៏លុបតែយើងចង់ថានឹងធ្វើបងប្អូនតែខ្ញុំចង់បង្ហាញទៅជាមួយនឹងប្រតិកម្មចំនួនយើងចង់ឲ្យវាចេញup នេះគេហៅថា record លក្ខណៈគេហៅថា navigation រូបតង់តាមសមាជិកវាតារានេះអី add tip add ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនបងប្អូនទាំងអស់គ្នា